សម្រាប់វិជាកសិករទាំងអស់ដែលចូលចិត្តចិញ្ចឹមគោណាបាទខ្ញុំជឿជាក់ថា100%តែម្ដងគាត់ស្រឡាញ់ពូជនេះខ្លាំងមែនទែនបាទពូជ5ម៉ាន់នេះមើលគូតគេទៅធំខ្លាំងណាស់បាទគូតកធិញហើយអែមណាស់បើសិនជាមានមកត្រង់នេះគឺកប់ស្ទើរហើយបងប្អូនអរគ្នាក៏ពិតទៅកសិដ្ឋានខ្លះគេចិញ្ចឹមដើម្បីទៅប្រកួតទេបងប្អូនអរគ្នាដើម្បីប្រកួតពានរង្វាន់ណាបាទក៏ប៉ុន្តែកសិករខ្មែរយើងគឺចិញ្ចឹមដើម្បីលក់កាប់សាច់អីធម្មតាទេបងប្អូនយកពូជធម្មតាទេប៉ុន្តែយើងជ្រួចជ្រើមតាមគេតាមឯងអញ្ចឹងដោយសារតែរោគរាងវាស្រស់ស្អាតហើយតម្លៃវិញកប់ឲ្យបងប្អូនអរគ្នាតម្លៃថ្លៃណាថ្លៃខ្លាំងមែនទែនថ្លៃជាងគោយើងចិញ្ចឹមធម្មតាឆ្ងាយអញ្ចឹងហើយបានថាយើងឃើញគេដើរលឿនអញ្ចឹងទៅយើងចេះតែចង់តាមគេប៉ុន្តែពេលខ្លះក៏ដួលអញ្ចឹងទៅបងប្អូនអរគ្នាសារស្រុកខ្មែរយើងអត់ទាន់បានទលំទលាយទេអារឿងប្រកួតគោហ្នឹងបាននៅក្នុងស្រុកអាមេរិកនៅក្នុងស្រុកណាផ្សេងគឺគេមានការប្រកួតប្រចាំឆ្នាំអីចឹងទៅបាទគោគឺបានពានរង្វាន់ហើយពានរង្វាន់របស់គេហ្នឹងមានទឹកប្រាក់គឺលើកទឹកចិត្តកសិករហ្នឹងច្រើនខ្លាំងមែនទែនប៉ុន្តែសម្រាប់ប្រទេសខ្មែរយើងអត់ទាន់ទេបងប្អូនអរគ្នាមានកសិដ្ឋាន i7 មួយដែរបាទតែអត់ទាន់ទលំទលាយបងប្អូនអរគ្នាបាទអញ្ចឹងសង្ឃឹមថាបន្តមុខទៀត